បាទជំរាបសួរបងប្អូនពុកម៉ែបងប្អូនទាំងអស់បងប្អូននេះគឺជាផែនទីរបស់កម្ពុជាយើងគឺផែនទីនៅច្រកអានសេះគឺនៅភូមិអានសេះឃុំចំខ្សានបាទហើយនេះគឺជារង្វង់មូលតាអ៊ុំបាទក្រហមហ្នឹងរង្វង់មូលតាអ៊ុំហើយដែលមានពយខ្ពស់ហ្នឹងគឺភ្នំ677បាទភ្នំ677បាទនេះខាងចុងខាងលើហ្នឹងបាទគឺភ្នំ677ហើយនេះគឺច្រកតាអ៊ុំចូលពីព្រំដែនពីសៀមមកខ្ញុំចង់និយាយថាភ្នំ677នេះគឺជាតំបន់ខ្ពស់បាទតំបន់ខ្ពស់ដែលវានៅជិតជាប់ច្រកអានសេះនឹងតែម្ដងគឺសៀមមានមហិច្ឆតា4លើកមកហើយដើម្បីប៉ុនប៉ងវាយកាន់កាប់នៅក្នុងតំបន់នោះបាទនេះគឺជាផ្លូវចូលមកតាមច្រកអានសេះដើម្បីឡើងទៅលើភ្នំ677របស់ខ្មែរយើងសៀមបាទសៀមជាអ្នកឈ្លានពានខ្មែរយើងគឺនៅថ្ងៃទី22ខែមិថុនាឆ្នាំ2008សៀមបានប្រើកម្លាំងទ័ពមកឈ្លានពានមកលើភ្នំយើងរួចបាទម្ដងហើយបាទគឺគេបាទចង់បានភ្នំនេះណាដើម្បីយកមកគ្រប់គ្រងជាយុទ្ធសាស្ត្រដើម្បីធ្វើសង្គ្រាមជាមួយនឹងខ្មែរយើងព្រោះទីតាំងទីនោះខ្ពស់អាចមើលទីតាំងឃើញនៅកងទ័ពខ្មែរយើងនិងលេនដ្ឋានរបស់ខ្មែរយើងបានបាទតែបាទថ្ងៃទី25គឺក្នុងខែធ្នូឆ្នាំ2011នេះសៀមក៏នៅតែគឺថាបន្តមហិច្ឆតារបស់ខ្លួនវាយដណ្ដើមយកនៅភ្នំ677នេះដល់ដែលប៉ុន្តែมันអាចគ្រប់គ្រងបាននោះទេដោយសារតែកងទ័ពយើងគឺវាយសង្គ្រប់និងវាយបណ្ដេញពួកនេះចេញពីលើភ្នំបាទបាក់ទ័ពរត់ស្លាប់ជាច្រើនអ្នកបាទនេះគឺជាភ្នំដែលយើងគ្រប់គ្រងការយើងនៅគ្រប់គ្រងហើយនៅឆ្នាំទី2025នេះគឺថ្ងៃទី24ខែកក្កដាសៀមបាទបានសម្រុកចូលយ៉ាងខ្លាំងគឺវាយដណ្ដើមចង់បានទីតាំងនេះបាទខ្លាំងណាស់ចង់បានខ្លាំងណាស់ក៏ប៉ុន្តែมันអាចវាយយកបានទេបាទរហូតដល់ថ្ងៃទី7ធ្នូឆ្នាំ2025គឺសៀមគឺគេបានរៀបចំសេណារីយ៉ូគេបានរៀបចំការវាយដណ្ដើមដើម្បីយកទីតាំងនោះគឺគេប្រើនៅយន្តហោះចម្បាំងប្រើនៅដ្រូនអត្តឃាតទម្លាក់គ្រាប់គឺសង្គ្រប់វាយយកតំបន់ភ្នំ677បាទគឺ21ថ្ងៃបាទ21ថ្ងៃហើយធ្វើឲ្យវីរៈកងទ័ពយើងមិនអាចតស៊ូបានទេបាទគឺគាត់តស៊ូអស់ពីសមត្ថភាពហើយគឺគាត់មិនអាចទប់ទល់នឹងយន្តហោះចម្បាំងដ្រូនទម្លាក់គ្រាប់បានទេបាទធ្វើឲ្យភ្នំ677ជាភ្នំយុទ្ធសាស្ត្ររបស់ខ្មែរយើងធ្លាក់ទៅក្នុងដៃរបស់ពួកសៀមបានសម្រេចគឺមហិច្ឆតារបស់វាគឺវាសន្សំចិត្តសន្សំកាយរកយុទ្ធសាស្ត្រគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាវាយយកតំបន់នេះតលតែបាន4លើកមកនេះគឺធ្វើឲ្យកងទ័ពរបស់យើងបានប្រយុទ្ធយ៉ាងស្វិតស្វាញខ្លាំងណាស់ការពារទឹកដីការពារតំបន់ភ្នំប៉ុន្តែយើងមិនអាចការពារបានដោយសារតែពួកវាមានសភាវុធទំនើបយន្តហោះបាទស៊ើបការដ្រូនស៊ើបការចាប់នៅទីតាំងរបស់យើងបានច្បាស់ធ្វើឲ្យកងទ័ពយើងបាត់បង់តំបន់នោះ